ស្ដីមិត្តភ័ក្តិទាំងអស់នៅបណ្ដា Facebook ខ្ញុំ Honey Angelina ថ្ងៃនេះសូមមកជួបមិត្តភ័ក្តិទាំងអស់នៅបណ្ដា Facebook ទាំងអស់គ្នាណាមែនហើយខ្ញុំចង់និយាយអំពីរឿងមួយណាខ្ញុំចង់និយាយអំពីថាមិត្តភ័ក្តិមួយចំនួនបើនិយាយទៅ ប្រុសតែម្ដងណានេះបងមានប្រពន្ធហើយនឹងមានកូនហើយនឹងមានសង្សារណាអ្នកខ្លះក៏មានសង្សារថែសារសង្សារបងទៅណាហើយនឹងប្រពន្ធបងប្រពន្ធកូនបងឲ្យបានល្អណាបើនិយាយទៅនោះណាខ្ញុំនេះចង់និយាយថាបើបងមានប្រពន្ធមានកូនបងកុំលេង Facebook ជាមួយស្រីដតីពេកអីណាបើមិត្តភ័ក្តិខ្ញុំអត់ថាទេណាប៉ុន្តែបើចូលសក្តីស្នេហានោះបងធ្វើខុសហើយណាព្រោះអីប្រពន្ធធម្មតាមនុស្សស្រីគេទ្រាំមិនបានទេណាថ្ងៃណាមួយគេនឹងដើរចេញនៅឆាកជីវិតរបស់បងណាអញ្ចឹងហើយខ្ញុំចង់និយាយពីរឿងនោះណែខ្ញុំចង់ឲ្យបងគិតមើលឲ្យមែនទេណាមានពេជ្រដល់ដៃថែសារគេឲ្យបានល្អទៅណាកុំឲ្យធ្វើបាបប្រពន្ធកូនអីព្រោះនោះជាការឈឺចាប់មួយណាថ្ងៃនេះគេថាមិនអីទេប៉ុន្តែថ្ងៃក្រោយគេនឹងដើរចេញនៅឆាកជីវិតរបស់បងណាឲ្យខ្ញុំសំទោសដែលខ្ញុំនិយាយពាក្យនោះណាខ្ញុំចង់និយាយអំពីប្រុសមួយចំនួនបងអ្នកណាដែល single នោះខ្ញុំអត់ថាទេដែលនៅ live ណាខ្ញុំចង់និយាយថា live នោះគេលេង Facebook លេងអីនោះតាមចិត្តគេព្រោះជនណាមនុស្សប្រុសខ្លះគេនៅលីវនោះគេលេងទៅក៏គេជួបស្រីដែលស្រឡាញ់គេដែលស្មោះត្រង់ណានៅឆាកជីវិតគេហើយក៏ថ្ងៃណាគេនឹងរៀបការជាមួយស្ត្រីនោះណាព្រោះគេនៅលីវដូចគ្នាគេអាចលេងជាមួយគ្នាបានណាយ៉ាងច្រើនអស់ពីបេះដូងហើយខ្ញុំចង់និយាយអំពីខ្ញុំនៅលីវណាមានអ្នកណាចង់រៀបការនឹងខ្ញុំឲ្យអត់ណហើយនៅក្នុងโลกនេះប្រហែលជាគ្មានអ្នកណាចង់រៀបការនឹងខ្ញុំទេណាព្រោះខ្ញុំមិនមែនជាស្រីស្អាតដូចគេណាគឺជាស្រីធម្មតាម្នាក់ហើយក៏ខ្ញុំជឿជាក់ថានៅក្នុងโลกនេះណាក៏គ្មានស្នេហ៍ស្មោះដែរណាគ្មានអ្នកណាស្រឡាញ់ខ្ញុំដោយស្មោះទេភាគច្រើននោះគេស្រឡាញ់ច្រើនតែសបាយរបស់គេនៅតាម Facebook ណាបើនិយាយទៅនោះណានៅក្នុងโลกនេះពិបាករកណាមនុស្សប្រុសដែលស្មោះនឹងយើងហើយស្រឡាញ់យើងពីបេះដូងនឹងបេះដូងណាភាគច្រើននោះមិនមែនអញ្ចឹងទេមិនមែនយកបេះដូងគេមកស្រឡាញ់យើងទេគេស្រឡាញ់យើងដើម្បីអ្វីមួយឬមួយដើម្បីសប្បាយនៅតាម Facebook តែប៉ុណ្ណឹងណាហើយខ្ញុំសុំទោសដែលខ្ញុំនិយាយអញ្ចឹងនោះណាហើយក៏ខ្ញុំនិយាយទៅខ្ញុំចង់និយាយអំពីមនុស្សស្រីនៅក្នុងពិភពលោកនេះណាពួកយើងនេះណាមានការឈឺចាប់ច្រើនណាហើយខ្ញុំក៏ដឹងថាប្អូនស្រីមួយចំនួនហើយនឹងបងស្រីមួយចំនួននោះក៏មានការឈឺចាប់អំពីប្តីហើយនឹងអំពីសង្សារណាមិនមែនមិនដឹងទេនៅក្នុងโลกនេះគឺតែងតែមានហើយប៉ុន្តែសូមឲ្យបងស្រីហើយនឹងប្អូនស្រីមួយចំនួននោះគិតថាយើងនឹងខំតស៊ូនៅជីវិតយើងកុំធ្វើអ្វីដែលខ្លីឲ្យសោះណាចំពោះមនុស្សប្រុសនោះណានេះខ្ញុំចង់ប្រាប់ថាទូទៅនៅពិភពលោកខ្ញុំធ្លាប់ហាយអស់ហើយពីរឿងស្នេហានោះណាមានការឈឺចាប់ហើយក៏ខ្ញុំនឹកឃើញថានៅក្នុងโลกនេះបើសិនណាគេមិនស្រឡាញ់យើងដោយស្មោះក៏អូខេណាយើងមិនបាច់ចាំមានស្នេហាក៏បានដែរនៅក្នុងโลกនេះព្រោះអីបើមានស្នេហាគឺជាមានការឈឺចាប់ហើយណាអរគុណសូមឲ្យ take care ទាំងអស់គ្នាណាបាយបាយ